គឺឃោសនិកបកកណ្ដាលអំណាចកំពុងបង្វែរស្ថានភាពដោយសម្រុកវាយប្រហារអ្នករត់សម្បត្តិនឹងធ្វើជារិះគន់គ្នាឯងខ្លះប្រហែលអាទិត្យនេះគឺគណៈបកប្រជាជនកម្ពុជាគឺឃោសនិករបស់គាត់ទាំងនៅស្រុកខ្មែរទាំងនៅស្រុកក្រៅគឺពលក្ដួចហ្មងអត់ពលក្ដួចរឿងថៃឈ្លានពានខ្មែររឿងត្រូវជួយរដ្ឋាភិបាលលើកទឹកចិត្តឲ្យប្តឹងទៅថៃទៅតុលាការអន្តរជាតិព្រមទាំងអន្តរជាតិដើម្បីបានដីខ្មែរមកវិញអត់ទេគឺរវល់វាយប្រហារខ្មែរនៅក្រៅប្រទេសជាពិសេសវាយប្រហារអ្នករត់សម្បត្តិវាយប្រហារអ្នកផ្សព្វផ្សាយព័ត៌មានដើម្បីកលុកស្ថានភាពហ្នឹងឲ្យវល់ហ្មងហើយមួងណារ៉េតនឹងរងការវាយប្រហារខ្លាំងជាងគេបងប្អូនខ្ញុំអស់ថ្មចោលឆ្កែហើយគាត់ថាខ្ញុំនិយាយរឿងនេះគាត់និយាយថាជាយុទ្ធនាការបន្លប់ស្ថានភាពបង្វែរស្ថានភាពធ្វើឲ្យបងប្អូនវល់អូសអត់ផុតពីបណ្ដាញសង្គមអញ្ចឹងបានខ្ញុំលើកទឹកចិត្តលឺអ្នកណារិះគន់មួងណារ៉េតជេរបតិចផ្ដាសាមួងណារ៉េតឬក៏ប្រមាថការទៀនអីទី1ជួយខ្ញុំណាបងប្អូនជួយខ្ញុំកុំផ្ញើព័ត៌មាននឹងមកខ្ញុំឲ្យសោះខ្ញុំអត់អានទេព្រោះខ្ញុំប្លុកគាត់អស់ហើយបើផ្ញើមកក៏ខ្ញុំបើកអត់បានដែរអញ្ចឹងកុំឲ្យខាតពេលហើយបើផ្ញើមកទៀតខ្ញុំនឹងប្លុកបងប្អូនដែរព្រោះឯងនិយាយអត់ស្ដាប់គ្នាព្រោះអីយើងរវល់រឿងថ្មចោលឆ្កែបែបនេះយើងអាចធ្វើការអីកើតទេព្រោះឆ្កែគេកំពុងតែពង្វក់យើងដើម្បីឲ្យយើងឡប់អត់អាចធ្វើដំណើរទៅមុខបានហើយបើយើងឡប់ជាមួយឆ្កែបានន័យថាយើងច្បាស់ជាចាញ់បោកឆ្កែហើយអញ្ចឹងកុំឡប់ចោលឆ្កែគឺយើងត្រូវតែបន្តដំណើរទៅទៀតជូតទឹកភ្នែកហើយកុំរវល់ឲ្យសោះបងប្អូនចេះតែប្រាប់ថាខ្ញុំកុំឲ្យរវល់ប៉ុន្តែបងប្អូនរវល់ដល់យូរទៅខ្ញុំចាត់ទុកថាបងប្អូនគឺជាដៃជើងរបស់គណៈបកប្រជាជនកម្ពុជាដើម្បីប្រឡប់ស្ថានភាពហ្នឹងធ្វើឲ្យខ្ញុំរវល់ចោលឆ្កែដែរតែខ្ញុំប្រាប់ថាខ្ញុំឈប់ឬដុំថ្មចោលឆ្កែអញ្ចឹងប្រាប់ម្ដងទៀតណាបងប្អូនចាប់ពីពេលនេះតទៅបងប្អូនហ្វេនខ្ញុំណាក៏ដោយហ្វេនណាក៏ដោយស្រឡាញ់ខ្ញុំប៉ុណ្ណាក៏ដោយឲ្យតែផ្ញើព័ត៌មានពីគេជេរប្រមាថមួងណារ៉េតដាក់ទៅក្នុងអា Facebook ខ្ញុំនៅក្នុង inbox ទៀតខ្ញុំនឹង block បងប្អូនចោលដោយស្វ័យប្រវត្តិហ្មងអាហ្នឹងទី1ទី2ស្នើឲ្យបងប្អូន block អ្នកទាំងអស់នេះចោលទាំងអស់នៅពេលដែលឃើញជេរប្រមាថមួងណារ៉េតហើយនឹងតាក់ទងនឹងការប្រមាថពមៀនអីហ្នឹងរីកាទៅ Facebook គ្រប់គ្នាបងប្អូនត្រូវធ្វើយុទ្ធនាការរីកាជាប្រព័ន្ធអញ្ចឹងហ្មងដើម្បីឲ្យក្រុមអស់នេះអស់ផ្លូវដើរកុំឲ្យបោកគេទៀតយល់ទេកុំរើសដុំថ្មចោលឆ្កែតែត្រូវរលបងបាំងឆ្កែវិញអាហ្នឹងបានយើងអាចទៅមុខទៀតតែយើងឡាយតែរើសដុំថ្មយើងរវល់ឲ្យបាំងទៅឆ្កែព្រុសឲ្យឆ្កែព្រុសចោះយើងនៅធ្វើដំណើរបានមិនឲ្យមកខំជើងគោអាហ្នឹងបានយើងអាចទៅមុខរួចណាជួយគ្នាបងប្អូនព្រោះអីពួកនេះកំពុងតែពង្វក់បង្វែរស្ថានភាពឲ្យមកឆ្លោះគ្នាជាមួយអ្នកផ្សព្វផ្សាយធ្វើដូចជារឿងនឹងសម្បើមអីអញ្ចឹងទៅបងប្អូនឡាយតែវល់ភ្លេចអស់រឿងទឹកដីហើយខ្មាក់អត់ព្រមលើកទឹកចិត្តឲ្យប្តឹងថៃដើម្បីយកដីមកវិញយើងឡាយតែមកវាយគ្នាឯងអានេះគឺជាយុទ្ធនាការបំផ្លាញខ្មែរគ្នាឯងទេហើយកុំចាញ់បោកក្រុមនេះទៅឲ្យសោះចឹងបានថាទី1ប្លុកចោលឲ្យអស់ទី2រាយការណ៍ទៅ Facebookទី3កុំផ្ញើមកខ្ញុំទៀតខ្ញុំនឹងប្លុកបងប្អូនចោលបើផ្ញើហ្នឹងមកខ្ញុំទៀតខ្ញុំនិយាយអត់នេះគឺជាសារចុងក្រោយហើយព្រោះខ្ញុំអត់ដុំថ្មចោលឆ្កែខ្ញុំអត់មានពេលរវល់ចោលឆ្កែទេហើយខ្ញុំអត់ឲ្យគូក្បាលខ្ញុំទៅរវល់ជាមួយនឹងការរើដុំថ្មចោលឆ្កែដែរអញ្ចឹងបើបងប្អូនអាណិតស្រឡាញ់ខ្ញុំហើយលើកទឹកចិត្តឲ្យខ្ញុំបន្តដំណើរទៅដោយអត់មានការពាក់ព័ន្ធនឹងរវល់ឬដុំថ្មចោលឆ្កែឈប់រើសដុំថ្មមកដាក់មុខផ្ទះខ្ញុំហើយត្រូវតែជួយ block ជួយទប់ជួយអីគ្នាទាំងអស់ហើយកុំមក share កុំអី delete ចោល block ចោល delete ចោល block ចោលរាយការណ៍ delete block រាយការណ៍ចាំតែ3ហ្នឹង delete block រាយការណ៍ delete block រាយការណ៍តែប៉ុណ្ណឹងហើយកុំផ្ញើមកខ្ញុំព្រោះអីខ្ញុំមិនឈឺក្បាលនឹងស្ដាប់អ្នកទាំងអស់នេះទេអត់បានប្រយោជន៍ទេពួកគាត់គេជួលឲ្យមកដើម្បីព្រុសដើម្បីអីអញ្ចឹងហើយយើងទៅខំឆ្កែខំឆ្កែគឺយើងជាសត្វឆ្កែដែរហើយអញ្ចឹងកុំធ្វើអញ្ចឹងអីបងប្អូនណាកុំឲ្យចាញ់ឃោសនាខ្មាំងហើយមួយទៀតគឺហាមដែលថាមើលឃើញកាត់អីគេគេធ្វើជាឆ្លោះគ្នាគេធ្វើជារិះគន់គ្នាអីហ្នឹងបានហើយយើងកុំមើលរឿងអញ្ចឹងណោះមើលរឿងទឹកដីយើងបាត់អស់67កន្លែងតើយើងត្រូវធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិសម្រួចតែពីរហ្នឹងបានហើយសម្រួចតែតវ៉ាឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការអន្តរជាតិនិងព្រមទាំងអន្តរជាតិនិងមួយទៀតគឺតវ៉ាឲ្យកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដើម្បីឲ្យមានតុល្យភាពអំណាចខ្មែរផ្សះផ្សាសាមគ្គីគ្នាស្រឡាញ់គ្នាជាធ្លុងមួយអត់មានមកពុលជាមួយនឹងក្រុមប្រវែងស្ថានភាពហ្នឹងទេហើយខ្ញុំផ្ដាំបងប្អូនទាំងអស់គ្នានេះគឺជាពេលវេលាដ៏សំខាន់ដែលគេកំពុងតែសម្រុកយកឱកាសហ្នឹងដើម្បីបន្លប់ស្ថានភាពហើយសប្តាហ៍នេះញៀននឹងមួងណារ៉េតហើយបង្អែមលៀងមាត់មួងណារ៉េតនេះคล้ายទៅជាគ្រឿងញៀនសម្រាប់ឃោសនិកគណៈបកប្រជាជនទៅវិញមិនមែនជាគ្រឿងញៀនសម្រាប់បងប្អូនដែលគ្រប់គ្រងមួងណារ៉េតទេគឺឃោសនិកគណៈបកប្រជាជនកម្ពុជាញៀននឹងឈ្មោះមួងណារ៉េតហើយប្រមាណការទៀនអីក៏ដោយប៉ុន្តែញៀនដូចថាដាក់ទៅមានគេមើលគេ like គេ share អីច្រើនព្រោះតែមានគេជេរគេ comment អីច្រើនដូចថាសប្បាយចិត្តមានមើលបើក្រៅពីមួងណារ៉េតគឺជួនកាលរក3នាក់មើលអត់បានបើថាមានមួងណារ៉េតដោយសារតែមាន fan មួងណារ៉េតចូលទៅជេរតដៃអីផងទៅអញ្ចឹងសប្បាយចិត្តវាមាន like មាន share ទៅបានលុយបានអីអញ្ចឹងបងប្អូនកុំទៅចូលជាមួយពួកគាត់កុំ like កុំ share កុំអី block ចោលអស់យូរចប់ហើយដូចយើងនាំគ្នាធ្វើពាក្យការផលិតផលថៃអញ្ចឹង